បាទសូមគោរពនឹងជំរាបសួរបងប្អូនអង្គពុំមីងទាំងអស់គ្នាបាទថ្ងៃនេះដែរបាទខ្ញុំបាទជា admin បានពំនាំសាច់រឿងនិទានថ្មីមួយមកចែករំលែកនិងឲ្យបងប្អូនអរគ្នារីករាយស្ដាប់បាទតោះឥឡូវមុននឹងឈានទៅដល់ការស្ដាប់នៅសាច់រឿងមួយនេះបាទ admin ក៏សូមឲ្យបងប្អូនមេត្តាជួយចុច subscribe នៅលើ channel នេះម្នាក់មួយផងដើម្បីបងប្អូនធ្វើវីដេអូទៅបងប្អូនអរគ្នាអាចនឹងទទួលបានវីដេអូថ្មីៗនៃរឿងនិទានថ្មីៗមកស្ដាប់រំសាយអារម្មណ៍បាទតោះឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងទៅស្ដាប់នៅសាច់រឿងនិទាននេះតែម្ដងរឿងសាច់រឿងនិទាននេះគឺមានចំណងជើងថាអតិពលគ្រឿងញៀនបាទនៅក្នុងភូមិមួយគឺមានបាទគ្រួសារតូចមួយបាទដែលរស់នៅម្ដាយនិងកូនដែលម្ដាយឈ្មោះគាត់នោះបាទប្រកបរបរបាទលក់ដូរលក់ចាប់ហួយនៅមុខផ្ទះបាទលក់បន្លែផ្លែឈើលក់ចេកលក់ល្ងលក់ពោតលក់ទុរេនលក់ខ្នុរលក់អីចឹងទៅបាទសពគ្រប់តែបន្លែផ្លែឈើណាបងប្អូនហើយនឹងលក់អីវ៉ាន់តិចតួចផ្សេងគ្រឿងទេសឬអីផ្សេងទៀតបាទហើយគាត់មានកូនប្រុសម្នាក់ឈ្មោះរឿនហ្នឹងគឺជាកូនប្រុសរបស់គាត់តែម្នាក់គាត់ហើយគាត់នឹងមានកូនតែមួយទេបងប្អូនបាទរឿងគឺជាតួអង្គបាទតួអង្គនៅក្នុងសាច់រឿងតែម្ដងបាទរឿនគាត់ជាក្មេងម្នាក់ដែលតស៊ូព្យាយាមពីដើមសាច់រឿងហ្នឹងគឺគាត់ជាក្មេងម្នាក់ដែលតស៊ូព្យាយាមគាត់ល្អគាត់ចេះគោរពចាស់ទុំចេះសុភាពរាបសារមានជីវធម៌ល្អបាទហើយម្ដាយរបស់ខ្លួននោះក៏ឃើញរឿងបែបហ្នឹងក៏គិតក្នុងចិត្តបាទខ្ញុំមានកូនតែម្នាក់គាត់នឹងគេធ្វើល្អណាស់គេឈ្មោះរឿនពេលដែលគេធ្វើល្អខ្ញុំមានតែថាអារម្មណ៍សប្បាយចិត្តឆាកជីវិតនេះខ្ញុំពិតជាមានក្តីសុខណាស់ខ្ញុំអាចនឹងរស់បានរាប់រយឆ្នាំបើសិនជាគេធ្វើបែបនេះធ្វើឲ្យខ្ញុំនឹងមានកម្លាំងចិត្តធ្វើឲ្យខ្ញុំនឹងបាត់អស់ទុក្ខកង្វល់នៅពេលដែលគេធ្វើអំពើល្អអ្វីមួយបាទពេលហ្នឹងរឿនក៏ញញឹមហើយក៏បានប្រាប់ទៅម៉ាក់វិញថាម៉ាក់ជាមនុស្សម្នាក់ដែលអស្ចារ្យជាមនុស្សម្នាក់ដែលជា hero របស់កូនម៉ាក់ធ្វើការច្រើនជាងកូនមិនក៏ម៉ាក់គិតអញ្ចឹងម៉ាក់ធ្វើការហត់ណាម៉ាក់ពើកូនម៉ាក់មើលថែកូនរហូតដល់ប៉ុណ្ណេះម៉ាក់ហត់ហើយកូនចង់ធ្វើអ្វីដែលកូនធ្វើបានគាត់និយាយកាន់តែម្ដាយប្រគាត់អញ្ចឹងបងប្អូនមួយរឿងហ្នឹងណាតួអង្គរបស់យើងហ្នឹងគាត់និយាយកាន់ម្ដាយប្រគាត់អញ្ចឹងគាត់ថាម៉ាក់ហត់នឿយម៉ាក់ធ្វើការច្រើនកន្លងមកកូនធំហើយកូនចេះជួយធ្វើការម៉ាក់បានហើយតាកូនចាំបាច់ឲ្យម៉ាក់បម្រើធ្វើអីទៀតការងារដែលកូនធ្វើបានកូននឹងជួយធ្វើហើយព្រៀងដែរម្ដាយទៅពេលដែលឮរឿងនឹងនិយាយមកគឺទឹកភ្នែកហូរតែរំភើបត្រេកអរនៅពេលដែលឮសម្ដីពីមាត់កូនបែបនេះបាទហើយម៉ាក់ហ្នឹងក៏បានពោលទៅកាន់កូនវិញថាម៉ាក់មិនចង់បានអ្វីពីកូនទេសូមត្រឹមតែកូននឹងធ្វើជាមនុស្សល្អនៅក្នុងសង្គមធ្វើជាមនុស្សល្អដែលមានសិលធម៌មានចេះគោរពចាស់ទុំចេះទទួលស្គាល់ចេះទទួលស្គាល់អំពើល្អចេះយកចិត្តអាសាអ្នកដទៃទៅបានហើយពេលហ្នឹងក៏ម៉ែសប្បាយចិត្តទៅបីម៉ាក់អត់ពីម៉ាក់ទៅក៏ម៉ាក់សប្បាយចិត្តម៉ាក់ស្លាប់មិនជាក៏ម៉ាក់សប្បាយចិត្តដែរទៅពេលឃើញកូនធ្វើជាមនុស្សល្អហើយអ្នកទាំងពីរម្ដាយនិងកូនក៏ញញឹមដាក់មុខគ្នាហើយក៏សើចរៀងខ្លួនម្ដាយក៏យកដៃមកអើក្បាលកូនបាទស្រាប់តែមួយរយៈក្រោយមករឿនគាត់រៀនចូលទី12ហើយបងប្អូនបាទរៀនបានមកចូលឆ្នាំទី12ហើយក៏បានទៅរៀនបាទតែរៀននឹងរឿនក៏មានមិត្តភ័ក្តិមួយក្រុមបាទមួយក្រុមជាយុវវ័យក្មេងស្ទាវដែររឿងហើយរឿងហ្នឹងមិនមែនជាក្មេងស្ទាវទេមិនជាមនុស្សម្នាក់ដែរនេះតែទៅរៀនធ្វើម៉េចបើដើរជាមួយក្រុមក្មេងស្ទាវបាទពួកគេតែងតែការពាររឿងអញ្ចឹងណាបងប្អូនបាទហើយតែនាំរឿងទៅនេះទៅនោះរហូតបាទពេលខ្លះទៅក៏កិច្ចសាលាដែរបាទរឿងក៏បានផ្លាស់ប្ដូរពីនឹងមករហូតបាទដល់ពេលដែលស្គាល់មិត្តភ័ក្តិឡើងទី12ស្គាល់មិត្តភ័ក្តិគឺចរិតរឿងគឺផ្លាស់ប្ដូរតែម្ដងហើយនៅពេលដែលឃើញបែបនោះបាទមិត្តភ័ក្តិរបស់ម្ដាយរឿនហ្នឹងដែលជាអ្នកជិតខាងហ្នឹងក៏បានឃើញរឿងបាទក៏បានឃើញរឿងដើរជាមួយមិត្តភ័ក្តិក្រុមក្មេងស្ទាវទៅក៏មកប្រាប់ម្ដាយរបស់រឿនហ្នឹងថាបងសារឿនខ្ញុំឃើញរឿនទៅជាមួយនឹងក្រុមក្មេងស្ទាវហើយប្លែកមុខហើយនៅច្រកក្រោមស្ពានខ្ញុំខ្លាចថាគេប៉ះពាល់ដល់រឿនទេបង
ចឹងណានិយាយបងចឹងណាបងប្អូនបាទគាត់ប្រាប់អញ្ចឹងខ្ញុំខ្លាចតាគេនឹងមកធ្វើបាបរឿងគេនឹងនាំរឿងទៅធ្វើរឿងមិនល្អទេបងហើយម្ដាយប្រុសរឿងហ្នឹងក៏មិនដឹងទេក៏ធ្លាប់តែឃើញកូនខ្លួនឯងល្អណាបងប្អូនធ្លាប់ឃើញកូនខ្លួនឯងបាទយើងចេះជាអាសាចេះជាកូនម្នាក់ដែលមានកតញ្ញូចំពោះម្ដាយហើយធ្វើអំពើល្អក៏បានប្រាប់ទៅបាទអ្នកជិតខាងវិញថាមិនអូននិយាយអញ្ចឹងកូនបងនៅផ្ទះការងារគេធ្វើសពគ្រប់គេមិនដែរឲ្យខ្ញុំពិបាកចិត្តប៉ុណ្ណឹងគេល្អណាកូនខ្ញុំរឿងគេល្អណាគេមិនធ្វើអញ្ចឹងទេខ្ញុំមិនជឿទេរយៈពេលមិនប្រហែលថ្ងៃមកបងប្អូនដឹងទេរយៈពេលប្រហែលថ្ងៃក្រោយមកស្រាប់តែអ៊ំនឹងគាត់ទៅលក់បន្លែលើអីចឹងណាហើយក៏បាននៅដែរគាត់ទៅលក់បន្លែនៅខាងផ្សារក្រៅដោយសារតែគាត់មានតូប2កន្លែងមុនតូបកន្លែងទី1នៅផ្ទះតូបទី2គាត់នៅផ្សារអញ្ចឹងណាបងប្អូនបាទស្រាប់តែមកតែពេលត្រឡប់មកវិញក៏យកលុយទៅលក់បានទៅដាក់នៅក្នុងបាទហឹបកេះឡាំងបងប្អូនទៅបើកមើលកេះឡាំងចុយបាត់លុយហើយក៏បាត់រឿនបាត់សរឿនអញ្ចឹងយូរមិញសរឿនអត់មកផ្ទះទេបើទៅក៏ក្នុងចិត្តអញ្ចឹងកូនអញទៅណាទេអត់ឃើញមកផ្ទះមួយយប់ហើយនេះបាត់ទៅណាទេក៏បានទេខលហៅសរឿនបាទទេខលហៅសរឿនកូនរឿនឯងនៅណាឆាប់មកផ្ទះភ្លាមកូនឯងទៅណាបាត់មួយយប់បើទៅក៏បានរឿងហ្នឹងក៏បានផ្លោយប្រាប់ម៉ាក់កូនសុំមកដើរលេងខាងក្រៅកូនភ្លេចប្រាប់ម៉ាក់ព្រោះឃើញម៉ាក់រវល់ពេកកូនមិនបានខលទៅប្រាប់ហើយដល់មើលទូរស័ព្ទកូនអស់លុយចុះលុយនៅក្នុងនេះកូននេះម៉ាក់ហ្នឹងកូនយកមែនតែពេលហ្នឹងរឿងអត់មាត់ទេអត់អីម៉ាក់ចង់កូនទៅវិញឡើយកូនទៅវិញឡើយកូនគាត់ចេញមកអត់ទាន់ប្រាប់ម៉ាក់ថាមិនទេតែគាត់ចោលថាអត់អីម៉ាក់កូនទៅវិញឡើយកូនគាត់ចេញមកលំហែខួរក្បាលទេកូនមកចង់សុបាយដែរព្រោះកូនរៀន stress ពេកកូននេះកូនចង់មកសុបាយមួយមិត្តភក្តិបន្តិចអញ្ចឹងណាបងប្អូននៅពេលដែលរឿងបិទលេខទូរស័ព្ទហ្នឹងបងប្អូនបិទទូរស័ព្ទដែលនិយាយមួយម្ដាយហើយម្ដាយក៏គិតក្នុងចិត្តថាអ្វីដែលអ្នកចិត្តខាងនិយាយដូចមែនតែនទៅពីដែលរឿងធ្វើហ្នឹងដូចពាក្យអ្វីដែលអ្នកចិត្តខាងនឹងនិយាយហ្នឹងទៅក៏បានគិតក្នុងចិត្តហើយក៏គិតថាអត់អីចាំមើលរឿងមកចាំសួរនំបច្ចៈបន្ថែមនៅពេលនោះដែរដល់ពេលដែលរឿងបាទចូលមកដល់ផ្ទះហើយបាទម្ដាយក៏បានហៅរឿនចូលនេះម៉ាក់មានរឿងនិយាយជាមួយបន្តិចរឿនក៏ដើរចូលមកម៉ាក់សុំសួរកូនបន្តិចកូនទៅដើរលេងមិត្តភក្តិកូនជក់ថ្នាំមែនទេរឿនក៏បានប្រាប់ថាបាទខ្ញុំជក់ថ្នាំខ្ញុំប្រើប្រាស់ថ្នាំញៀនដោយសារតែខ្ញុំមានទុក្ខកង្វល់ច្រើនពេកខ្ញុំ stress ពេកឃើញមិត្តភក្តិគេសុបាយខ្ញុំចង់សុបាយតាមម្ដាយនោះដល់ពេលឮដំណឹងគាត់ថាកូនជក់ថ្នាំញៀនផ្ទះទ្រូងខ្លួនឯងដឹបហើយក៏ស្អីថាកូនហេតុអីកូនធ្វើបែបហ្នឹងកូនដឹងទេថាអាថ្នាំញៀននេះវាធ្វើឲ្យអនាគតកូនទៅជាយ៉ាងណាកូនដឹងទេបាទម្ដាយក៏បានស្រែកប្រាប់រឿងចឹងរឿងថាមានអីម៉ែមានឃើញអីផងសបាយសឹងអីហើយឃើញខ្ញុំមានកម្លាំងទៀតស្វាងចេះនៅទុកកង្វល់អត់មានអីផងកូនដឹងថាថ្នាំញៀននេះវាធ្វើឲ្យគ្រួសារយើងវិនាសណាកូនដឹងទេកូនមិនទាន់ដល់ដំណាក់កាលដែលធ្វើឲ្យគ្រួសារយើងវិនាសទេកូនសាប់ឈប់ភ្លាមបោះចោលភ្លាមហើយម្ដាយនោះក៏បានត្រៀងកតាបពីកូនទាញកតាបពីកូននោះកូនបានទាញកញ្ឆក់ទៅវិញម្ដាយក៏ទាញមកវិញឥឡូវម៉ាក់សុំឆែកកតាបកូនបន្តិចឆែកទៅឃើញថ្នាំញៀននៅក្នុងហ្នឹងមកកញ្ចប់ហើយឃើញបរិយឃើញអីនៅក្នុងហ្នឹងបាទឃើញលុយដែលខ្លួនសំនៅក្នុងកតាបកូននឹងទៀតហើយម្ដាយក៏ថាលឿននេះកូនធ្វើជ្រុលហើយណាកូនមិនគួរធ្វើបែបហ្នឹងទេកូនធ្វើយ៉ាងជ្រុលហើយគាត់ទៅប្រាប់កូនគាត់អញ្ចឹងហើយគាត់ក៏ថាទៀតបើកូននៅធ្វើបែបហ្នឹងទៀតម៉ាក់មិននិយាយជាមួយកូនទេហើយក៏មិនឲ្យលុយកូនទៅរៀនទៀតដែរកូនឈប់រៀនទៀតពេលហ្នឹងរឿងចាប់ដើមខឹងហ្មងបាទខឹងកុំចេះម៉ាក់ឯងកុំចេះខ្ញុំមើលកូនគេទៅរៀន
គេមានម៉ូតូថ្មីជិះសម្ភារៈគេក៏ឲ្យគេទំនើបម៉ែឯងឲ្យមានអីទិញឲ្យខ្ញុំអត់ម៉ែឯងឲ្យឬខ្ញុំលុយតិចតួចទៅរៀនហ្នឹងពីមុនខ្ញុំធ្វើល្អមួយម៉ែឯងខ្ញុំគិតថាម៉ែឯងនឹងទិញអ្វីឲ្យខ្ញុំចង់បានតែម៉ែឯងអត់ទេម៉ែឯងបែបជាបានសន្សំទុកម្ដាយក៏ទឹកភ្នែកហូរយំក៏គ្របបងប្អូនលុតជង្គង់ឲ្យយំបណ្ដាយកូនម៉ែធ្វើនេះក៏គិតថាអនាគតកូនដែរម៉ែមិនចង់បានអីទេម៉ែធ្វើម៉ែប្រឹងសំម៉ែប្រឹងរកស៊ីនេះក៏ចង់ទុកឲ្យកូនដែរម៉ែមិនយកទៅតាមណាយំចង់យំបាទយំផ្ទះទ្រូងបដាយំបដាគ្មានទេម៉ែឯងសន្សំទៅចិត្តស៊ីអត់ស៊ីឃ្លានតែម៉ែឯងមើលកូនគេមានលុយមានទិញម៉ូតូមានទិញរបស់ប្រេននាឡិកាទូរស័ព្ទដៃទំនើបតែម៉ែឯងអត់ទេខ្ញុំស្ដាយដែលខ្ញុំធ្វើល្អជាមួយម៉ែឯងតែម៉ែឯងមានតបស្នងខ្ញុំវិញបែបដូចគេសោះបាទម្ដាយក៏យំមកគិតតែយំមកគាត់គិតថាមិននឹកថ្មតែកូនគាត់ដល់ថ្នាក់ហ្នឹងណារឿងដល់ថ្នាក់ហ្នឹងរឿងធ្វើបាបម្ដាយយំវាយម្ដាយបែបអីចឹងណាបងប្អូននិយាយដាក់ម្ដាយអញ្ចឹងបាទហើយពេលហ្នឹងដែរក៏អ្នកចិត្តខាងរបស់គាត់ហ្នឹងក៏បានដើរមកឈរបាទចាប់ដៃម្ដាយរបស់គាត់ដោះរឿនហ្នឹងបាទចាប់ដៃហ្នឹងហើយផ្ទះមីងក៏មិនអីទេមីងស្ងប់អារម្មណ៍ទៅមីងកុំទៅថាវាទៀតធ្វើម៉េចគ្នាក្មេងហើយគ្នាមិនតន់គិតជ្រៅជ្រែងអញ្ចឹងហើយមីងត្រូវស្ងប់អារម្មណ៍ណាមីងកុំនិយាយតតងវាតែវាតតងមកវាទៀតវានឹងធ្វើបាបមីងហើយពេលនោះម្ដាយរបស់រឿងហ្នឹងក៏បាននិយាយទៀតថាម៉ែខកចិត្តណាស់មិននឹកស្មានថាកូនធ្វើរឿងបែបនេះមិននឹកស្មានថាកូនធ្វើរឿងចឹងសោះម៉ែពិតជាខ្មាស់គេណាកូនម៉ែខ្មាស់គេណាបាទពេលហ្នឹងដែររឿងណាបើម៉ែខ្មាស់គេម៉ែទិញរបស់ប្រេនឲ្យខ្ញុំមកម៉ែទិញម៉ូតូឲ្យខ្ញុំមកម៉ែទិញអ្វីដែលខ្ញុំចង់បានមកម៉ែធ្វើបែបហ្នឹងទៅម៉ែលែងខ្មាស់គេហើយខ្ញុំលែងទៅធ្វើបែបហ្នឹងដែរខ្ញុំខ្មាស់គេណាខ្ញុំដើរទៅណាគេសើចចំអកអាកូនក្រីក្រអាកូនអ្នកលក់បន្លែអាកូនគ្មានឪហើយម្ដាយរបស់រឿងហ្នឹងក៏បាននិយាយដែរថាម៉ែក៏ខុសដែរម៉ែសុំទោសដោយសារតែម៉ែក្រម៉ែគ្មានអ្វីដូចគេទេម៉ែប្រឹងខ្លួនឯងដែលបានដៃទៅទេតាំងពីឯងអាយុនៅ5ខែពួកឯងស្លាប់ម៉ែគ្មានអ្វីទេម៉ែមានតែបន្លែចំតិចតួចឲ្យលុយកូនទៅរៀនមានតែប៉ុណ្ណឹងទេម៉ែសុំទោសម៉ែដែលម៉ែបង្កើតឯងមកម៉ែក្របើម៉ែមានដូចគេម៉ែទិញអីដូចគេដែរម៉ែគិតថាកូនចំនួនល្អម៉ែមិនចង់បានអីទេម៉ែកុំប្រឹងសន្សំនេះទុកឲ្យអនាគតកូនមានប្រពន្ធកូនម៉ែនឹងយកលុយដែលម៉ែសន្សំនេះទៅដណ្ដឹងទៅធ្វើអីឲ្យកូនគាត់និយាយចឹងគាត់ទៅទេរឿងថាសិតតែសន្សំទុកឲ្យកូនបើសន្សំទុកឲ្យកូនមែនណាលុយឡានម៉ូតូអីម៉ែទិញឲ្យហីម៉ូតូកៅអៅអីប្រុសវ៉ែនម៉ែទិញឲ្យហីមិនសំរីកខំស៊ីអំបិលដល់សប្ថ្ងៃទេអានឹងអតិពលគ្រឿងញៀនដែលចូលខ្លួនវក់នឹងមិត្តភ័ក្ដិដើរលេងមិត្តភ័ក្ដិតែនៅក្នុងសាលាបងប្អូនធ្វើឲ្យចរិតរឿនកែប្រែ90ដឺក្រេហ្មងបាទហើយទៅម៉ែក៏បានមកប៉ះស្មាកូនលើកដៃមកប៉ះកាន់ស្មាកូនហ្នឹងដែលកំពុងជក់បរិយឡើងប៉ះស្មាកូនហ្នឹងគាត់ថាកូនឈប់ទៅបានអត់ម៉ែសំឥឡូវកូនចង់បានអីម៉ែទិញឲ្យមិនបាច់ទេមិនចង់បានអីទៀតទេខ្ញុំធ្វើល្អមកច្រើនហើយមិនបាច់មកធ្វើទៅយំទៅសល់សោកពេលហ្នឹងឯងខ្ញុំមកចង់បានអីទេចេញឆ្ងាយពីខ្ញុំបាទច្រានម្ដាយទៅបោកក្បាលទៅនឹងបាទសបាទឈាមហូរហើយអ្នកជិតខាងស្ទូមកថារឿងមិនឯងធ្វើបែបហ្នឹងនេះជាម្ដាយបការបស់ឯងមិនឯងធ្វើបែបហ្នឹងបាទនិយាយឲ្យរឿងថាកុំចេះមកពីគាត់តាបើគាត់ធ្វើល្អជាមួយខ្ញុំមិនធ្វើអីបាបគាត់រឿងឯងគិតអញ្ចឹងខ້ອຍក្មួយឯងត្រូវចាំថាម្ដាយរបស់ឯងកើតឯងមកគឺធ្លាមនឹងឆក់សក់តាមនឹងដៅបាទបង្កើតឯងមកគាត់មិនចង់បានអ្វីពីឯងទេគាត់ចង់ឯងធ្វើជាមនុស្សល្អបាទធ្វើជាមនុស្សល្អមិនចង់ឲ្យឃើញឯងដើរផ្លូវអបាយមុខបែបនេះទេណារឿងគាត់តឹងឯងតាំងពីឯងអាយុ5 6ខែតាំងពីឯងកើតបាត់ជើងហងមានមិនលន់ឃើញពលឺថ្ងៃ
គាត់ខំប្រឹងដោយសារគាត់គ្មានប្តីគាត់នៅតែម្នាក់ឯងគាត់រស់ដូចជាមនុស្សប្រុសផងមនុស្សស្រីផងឬឯងគួរគិតណារឿនមិនរឿនក្មួយឯងធ្វើបែបហ្នឹងនេះម្ដាយបង្កើតរបស់ឯងក្មួយឯងតែចាំថាអ្នកណាតែឮសំឡេងក្មួយមុនគេគឺម្ដាយរបស់ឯងអ្នកណាដែលឯងចេះហៅមុនគេគឺម្ដាយរបស់ឯងពាក្យដែលឯងដំបងគេគឺពាក្យម្ដាយពាក្យម៉ែមិនក្មួយឯងធ្វើបែបហ្នឹងក្មួយឯងមុននឹងចូលសាលារៀនណាក្មួយឯងនិយាយពាក្យអីពាក្យម៉ែមុនគេបង្អស់តែក្មួយឯងចេះនិយាយហូរដល់ក្មួយឯងមានពាក្យសម្ដីច្រើននិយាយទៀតហូរដល់រៀនប៉ុណ្ណេះទី12ប៉ុណ្ណេះហើយឯងក្មួយឯងទៅធ្វើប្រព្រឹត្តបែបហ្នឹងពេលហ្នឹងដែររឿនមិនមាត់ទេជក់ប្រៃប្រាប់ហើយប្រាប់ខ្ញុំអត់ដឹងទេឥឡូវឲ្យលុយខ្ញុំមកចុះលុយហើយម្ដាយរបស់គាត់ហ្នឹងក៏ចុះលុយកូនដែលកូនយកពីប្រាក់អន្សំប្រមាណទៅហ្នឹងហើយលុយក្នុងកតារបស់កូនហ្នឹងអត់ទេខ្ញុំអត់យកប៉ុណ្ណឹងខ្ញុំយកច្រើនជាងហ្នឹងខ្ញុំចង់ទៅដើរលេងកាត់ស្ទះអត់ទីពោគ្រឿងយើងវាយលុបខ្លាំងបងប្អូនបាទពាក់ពេលមួយយប់ណាគាត់ទៅដើរលេងក្រៅមួយយប់ហើយមិនដឹងថាគាត់ទៅរៀនអត់ទេបាទដោយសារតែវក់តាមមិត្តភ័ក្តិមិនដឹងទេខ្ញុំចង់បានច្រើនជាងហ្នឹងឲ្យលឿនមកបាទទៅក៏ទាញកញ្ឆក់ពីម្ដាយហមីងចាច្រានឈប់តុបមកមីងបងឯងចេញមកសិនមកកុំនេះទៀតឯងមកធ្វើអាម៉ែអញ្ចឹងកុំចេះក៏ច្រានមីងចេញទៅមីងហ្នឹងកុំដឹងជួយមិនដែរព្រោះអីគេក្មេងគេប្រើគេមានកម្លាំងហើយមីងពីរនាក់ហ្នឹងគាត់ស្រីគាត់ចំណុកអាយុខ្ទង់60ជាង70ជាងហើយគាត់មិនហ៊ានទៅហាមឃាត់អីបាទពេលលុកយកតាមកប៉ៅសោរាវទៅរោចានរោឆ្នាំងបោកប្រាស់ឲ្យវ៉ាន់ក្នុងផ្ទះខ្ចាយទឹកពីពេញហ្នឹងអស់ហើយបាទពេញទីពេញហ្នឹងអស់ហើយបោកប្រាស់ម្ដាយវាយម្ដាយវាយអីម្ដាយពេលត្រង់បានផ្ទះកភ្លៀងរឿងផាំងរឿនហើយរឿនធ្វើបែបហ្នឹងរឿនភ្ញាក់ឡើងមិនរឿនធ្វើបែបហ្នឹងកូនម្ដាយហើយបើកូនបែបធ្វើបែបហ្នឹងមិននេះឯងផ្ទះខ្ញុំហ៎បាទច្រានខ្ញុំផ្ទះកភ្លៀងនិយាយហ្នឹងវិញម្ដាយប្រកបកើតហ្នឹងគាត់ផ្ទះកភ្លៀងវិញណាបាទវាយផ្ទះកភ្លៀងវិញច្រានម្ដាយលុករលុយរអីអស់ហើយនៅក្នុងកប៉ៅម្ដាយបោកចានបោកឆ្នាំងបោកទូធាក់កពិតកពីអស់ហើយតិចអស់ហើយសែបធម្មតាម្ដងហ្នឹងអតិពលមួយសាហ្នឹងហើយក៏ម្ដាយហ្នឹងក៏ចេញសិនទៅហើយកូននៅក្នុងផ្ទះហ្នឹងបាទវាបានឆក់លុយពីម្ដាយដើរលេងប្រុចទៅបាទទៀតបាទទៅលេងបានឆក់លុយរកឃើញលុយម្ដាយនៅក្នុងបាទស្រោមខ្នើយកោយស្រោមខ្នើយដេកណារូបទៅឃើញលុយហ្នឹងបាទកតា5,000មួយដុំធំលុះដាក់ក្នុងកតាស្ពីកតាដើរចេញប្រុចទៅទៀតបាទម្ដាយទឹកភ្នែកយំគិតក្នុងអារម្មណ៍គិតក្នុងចិត្តស្អីថាកូនហើយកូនមានតែម្នាក់គាត់នឹងគាត់ហើយអ្វីកូនធ្វើបែបហ្នឹងកូនខុសពីមុនឆ្ងាយណាកូនអើយកូនពេលកូនធ្វើបែបនេះម៉ាក់មិនសល់អ្វីទៀតទេម៉ាក់តែមានកូនប្រុសតែម្នាក់គាត់នឹងគាត់ហើយអ្វីក៏កូនធ្វើបែបហ្នឹងពុទ្ធោលោកអើយកម្មពីអ្វីបានធ្វើឲ្យខ្ញុំជួបរឿងបែបនេះប៉ាវាឪវាកូនឯងប្លែកហើយដូរហើយតើឯងមើលឃើញខ្ញុំដែរទេខ្ញុំមិនចាំបីបាច់វាតាំងពីតូចឲ្យលើវាបែបពីប្រែចិត្តមកធ្វើបាបយើងបែបនេះតើកម្មពីអ្វីទៅវាជួយមើលខែកូនផងអញ្ចឹងណាគាត់និយាយអញ្ចឹងណាបាទគាត់និយាយស្រែកឈោយំទៅហើយណាបងកុំយំអីបងសម្រួលចិត្តណាធ្វើម៉េចគ្នាចូលជ្រុំមួយពេលហើយចាំមើលគ្នាអតិពលគ្នាគ្រឿងញៀនហ្នឹងគ្នារៀងសាបចាំយើងនិយាយមួយគ្នាបន្ថែមទៅឥឡូវវាកំពុងតែច្បោកច្បល់ហើយអញ្ចឹងចាំមើលឱកាសល្អចាំបញ្ចូលប្រាស់វិសាថ្មីទៅម្ដាយបន្ទាប់ពីបាត់រឿងប្រហែលថ្ងៃក្រោយមកតាក់ទើក៏មិនលើខលក៏មិនលើកស្រាប់តែកន្លះខែក្រោយមករឿនក៏បានដាវវិញទាំងដែលខ្លួនស្គមស្គាំងរីងរៃបាទស្គមមុខឡើងស្លក់ឡើងរុងហើយក្របភ្នែកឡើងខ្មៅបាទខ្មៅក្រហមបាទម្ដាយពេលឃើញហ្នឹងរត់ទៅអោបកូនពេលទៅអោបកូនប៉ុន្តែទាំងដែលឃើញស្ថានភាពកូនបែបនេះក៏គាត់យំរឿនកូនទៅណាហើយបើមិនឃើញមកផ្ទះកូនដឹងទេថាម៉ែបារម្ភពីកូនចេញច្រានម្ដាយចេញ
ចាំដៃចេញក៏ដើរទុះមកចូលក្នុងផ្ទះក៏ដើរមករកអីវ៉ាន់ក្នុងផ្ទះដើរមករករប៉ាត់រប៉ាយពេញនឹងសភៅរៀនភើដែលគាត់រៀនបន្ទប់រៀនអីគាត់រប៉ាត់រប៉ាយពេញនឹងអស់ហើយបាទគឺម៉ែគាត់សួរថាកូនឯងរើអីខ្ញុំរើលុយណាលុយឲ្យខ្ញុំទាំងអស់មកគឺម៉ែខ្ញុំយកទៅទិញថ្នាំជក់អញ្ចឹងណាគាត់និយាយអញ្ចឹងបងប្អូនទិញថ្នាំជក់ឲ្យទៅគាត់ប្រាប់ថាម៉ាក់មិនមានទេម៉ាក់អស់លេងពីខ្លួនហើយមួយរយៈនេះម៉ាក់ឈឺម៉ាក់មិនបានទៅលក់ដូរទេគ្មានទេម៉ាក់ឯងទុកលុយនៅណាបើកូនហៅម៉ែជាម៉ែកូនជាកូនម៉ែម៉ាក់មិនមានមែនអញ្ចឹងណាបងម៉ាក់មិនមានមែនកូនឯងរើអីទៀតបើម៉ាក់មិនបានទៅលក់ដូរម៉ាក់ឈឺមួយកន្លះខែនេះហើយមិនបានទៅលក់ដូរតាមពីកូនចេញទៅម៉ាក់បារម្ភម៉ាក់គិតរហូតអត់ទេរើឲ្យបានថ្មីឲ្យបានអ្នកឯងរើមកបាននឹងមានរឿងមួយខ្ញុំហើយកូនម៉ែថាកូនកុំចឹងអីចាប់ទាញដៃរឿងម៉ាក់អត់មានទេកូនម៉ាក់អត់មានទេកូនមកនៅផ្ទះមកជួយលក់ម៉ាក់ទៅបានមានលុយអត់ទេណាលុយនៅណាទៀតកប៉ៅលក់កប៉ៅលុយអីទៀតរើទៀតពេលចឹងពេលរើបានផ្ទះក៏ព្រាមមកច្រានម៉ែទៀតច្រានដួលទៀតនិយាយនេះត្រូវទៀតដួលទៀតចឹងហ្នឹងម៉ែរបស់រឿងហ្នឹងក៏យំទៀតគាត់ថាកូនហេតុអ្វីកូនធ្វើដាក់នេះបែបម៉ែមិនអីទេបើកូនធ្វើជាមនុស្សអញ្ចឹងហើយកូននឹងទៅតាមផ្លូវច្បាប់ចុះថ្ងៃណាមួយបើកូនចេញពីគុកបើអត់ពីម៉ែទៅសូមកូនចេញមកវិញធ្វើជាមនុស្សល្អធ្វើជាអំពើល្អពេលនោះដែរប៉ូលីសក៏បានមកដល់បានម្ដាយហ្នឹងក៏ដឹងថាម្ដាយហ្នឹងពេលអញ្ចឹងណាអ្នកជិតខាងគេទេដឹងប៉ូលីសមកបាទគាត់ពិបាកមើលភ្នែកពេលដោយសារតែវាយដំម្ដាយគេបុកខ្លួនបកើតហ្នឹងវាស្មើនឹងទាសកោស្មើនឹងសត្វធាតុណាវាយដំទាត់ធាក់ម្ដាយបកើតបើមនុស្សលក្ខណៈរឿងហ្នឹងនិយាយនឹងគ្រឿងញៀនវាយលុកខ្លាំងហ្នឹងបាទមកវាយដំទាត់ធាក់ម្ដាយចឹងទៅក៏អ្នកជិតខាងទេហៅប៉ូលីសពេលប៉ូលីសមកដល់ចាប់ដាក់ខ្នោះពុកវាចង់រកស្ទុះវាយប៉ូលីសនេះឯងហ៊ានប្តឹងប៉ូលីសទេកូនម៉ែមិនបានប្តឹងទេកូនអញ្ចឹងណាម៉ែបានប្តឹងទេកូនមកពីកូនខ្លួនឯងទេបើធ្វើបែបនេះកូនធ្វើបែបនេះកូនធ្វើឲ្យសង្គមវាស្អកខ្ពើមកូនដឹងហើយថាដើរផ្លូវហ្នឹងផ្លូវអបាយមុខមិនល្អទេអត់អីនេះឯងចាំទុកម៉ាក់នឹងចាំទុកណាកូនក៏និយាយអញ្ចឹងណាបាទហើយទៅប៉ូលីសក៏ចាំមកដល់ចាប់វាយខ្នោះចុយគ្រប់ហ្នឹងទៅហើយក៏សរសេរសំណុំរឿងស្អីហ្នឹងទៅបាទវាយធ្វើបាបម្ដាយអញ្ចឹងទៅជាប់ទោសប្រហែលឆ្នាំទៅថ្ងៃមួយពេលដែលម្ដាយនឹងទៅមើលកូននៅរឿននៅគុកឈឺនិយាយនឹងស្គមមកធ្លាក់ខ្លួនឈឺមើលរឿងនៅគុករឿងក៏ដើរចេញមកជួបម្ដាយហើយម្ដាយនេះក៏ជួបកូនហើយក៏បានប្រាប់ថាគ្រឿនកូនសុខសប្បាយអត់កូនមើលទៅស្គមណាមើលទៅដូចអត់មានកម្លាំងកំហែងសោះអត់ដូចកូនពីមុនសោះកូនលើស្គមណាមិនក៏អត់មាត់ទេគាត់ឈ្ងក់មុខចោលហើយក៏គាត់ទៅលោកទៅកាន់ដៃរឿនណាកាន់កូនប្រុសបើសិនជាថ្ងៃណាមួយកូនអត់ពីម្ដាយទៅកូនចេញមកវិញធ្វើជាមនុស្សល្អណាកូនធ្វើជាមនុស្សល្អកូនកុំធ្វើរឿងបែបនេះទៀតម្ដាយពីមុនម្ដាយមានមោទនភាពណាចំពោះកូនអ្នកណាក៏គេសរសើរកូនដែរថាកូនជាមនុស្សល្អកូនធ្វើអំពើល្អបាទនៅថ្ងៃណាមួយពេលកូនដែលចេញមកពីក្នុងគុកវិញកូនត្រូវធ្វើជាមនុស្សល្អណាកូនបាទអញ្ចឹងដែរតែពេលហ្នឹងនិយាយប្រាប់ហើយយាយហ្នឹងក៏ដើរវិញទៅក៏បានរយៈពេលកន្លះខែក៏គាត់ទទួលមរណភាពទៅគាត់ឈឺដោយសារតែការវាយដំហោរឿនហើយនៅមួយគាត់ជាចំណាស់ដែរគាត់ពិបាកចិត្តបាយមិនទឹកនឹកមិនស្រែកណាបងប្អូនទឹកមិនស្រែកណាចឹងទៅក៏ធ្លាក់ខ្លួនឈឺក៏ទទួលមរណភាពបាត់ទៅចឹងទៅអ្នកភូមិក៏បានធ្វើបន់ធ្វើឲ្យរឿងហ្នឹងក៏មិនបានដឹងដំណឹងដែរគិតថាចប់ទោះប្រហែលឆ្នាំទៅចេញមកវិញតែពេលប្រហែលឆ្នាំផុតទៅក៏រឿងចេញមកក៏បានដើរស្ដៅផ្ទះតែមកដល់ឃើញផ្ទះហ្នឹងពីងពាត់ស្លឹកឈើជ្រុះរប៉ាត់រប៉ាយលក្ខណៈដូចគ្មានមនុស្សនៅទេក្នុងផ្ទះហ្នឹងបាទពោពេញទៅដោយបាទពីងពាត់រប៉ាត់រប៉ាយពីហ្នឹងចឹងទៅក៏
ប្រាប់ថាដើរស៊ូមីងចិត្តខាងហ្នឹងដែរនេះហ្នឹងមីងម៉ែខ្ញុំទៅណាហើយមិនឃើញផ្ទះពីងពាត់ប៉ាត់ប៉ាយដូចអត់នៅអញ្ចឹងរឿងឯងចូលម្នេះមីងប្រាប់បន្តិចក្មួយទៅទប់អារម្មណ៍ណាក្មួយបើមួយទៅទទួលស្គាល់អ្វីដែលការពិតក្មួយធ្វើអារម្មណ៍ឲ្យចិត្តឲ្យមូលណាក្មួយមួយពេលមីងនិយាយទៅក្មួយខំឆេឆាវណាមីងនឹកអីមីងនិយាយឆាប់និយាយមកខ្ញុំចង់ដឹងថាម៉ាក់ខ្ញុំទៅណាពេលម្ដាយពេលមីងនឹងក៏ប្រាប់ដំណើររឿងចេះចោះទៅរឿងលោតជង្គង់ក្រឹបបាទផ្ទះលោតជង្គង់ជឹកអោនក្បាលចោះផ្ទះក្តារផាំងពធោនិយាយសារតែខ្ញុំបានជាម្ដាយខ្ញុំលក្ខណៈនេះនិយាយសារតែខ្ញុំមានតែម្ដាយមួយនឹងផងហេតុអ្វីខ្ញុំខុសហើយខ្ញុំសុំទោសម៉ែបើមិនជាក្រោយកូនសុំជួបម៉ែអងទៀតកូនជួបធ្វើបែបហ្នឹងកូនធ្វើជាមនុស្សល្អបាទអញ្ចឹងរឿងហ្នឹងក៏ចប់ទៅត្រឹមហ្នឹងដែរហើយសាច់រឿងនេះក៏វាបង្កប់នូវអត្ថន័យច្រើនចំពោះបាទការនៅរឿងរបស់រឿងហ្នឹងបាទគាត់ជាក្មេង7បងគ្មានល្អទៀតតែសារខ្សែប្រគប់មិត្តភ័ក្តិគាត់ចង់សប្បាយចង់នេះចង់នោះទៅហើយអតិពលគ្រឿងញៀនបានជក់ខ្សែគ្រប់គ្រឿងញៀនហ្នឹងទៅក៏ធ្វើឲ្យវាខូចមនុស្សទៅទេខូចជាមនុស្សល្អទេបាទហើយមិនត្រឹមតែបាត់បង់ពេលវេលាបាត់បង់ការសិក្សាបាត់បង់អនាគតទេបាទបាត់បង់ទាំងម្ដាយបង្កើតដែលតបថែរក្សាញញឹមលេងសើចសប្បាយជាមួយណាបាត់បង់ចឹងទៅសាច់រឿងនេះក៏បានបង្កប់នូវអត្ថន័យតែប៉ុណ្្នឹងដែរអញ្ចឹងបងប្អូនមេត្តាបាទស្ដាប់ហើយបើសិនជាកន្លែងណានិយាយទៅមិនច្បាស់មិនលាស់ហើយសូមមេត្តាកាន់តែអធិស្ឋានព្រោះរឿងនេះគឺនិទានថ្មីតែម្ដងអត់និយាយបាទមាន caption ទុកអានមើលទេគឺនិយាយបែបថ្មីហើយរំលឹកនឹកឃើញតែម្ដងនិយាយឲ្យប្រមូលស្ដាប់តែម្ដងអញ្ចឹងបើសិនជាបងប្អូនពេញចិត្តនិងស្រឡាញ់បងប្អូនអាចជួយបាទជួយ comment បាទឬក៏ subscribe នៅ channel អ្នកមួយហើយក៏ like វីដេអូរបស់អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមអញ្ចឹងណាបងប្អូនអញ្ចឹង admin ក៏សូមលើកដៃនិងជម្រាបលាបងប្អូនអរគុណត្រឹមតែប៉ុណ្ណឹងបាទសូមអរគុណសូមគ្រប់ជម្រាបលា